ដែលនៅខាងឆ្វេងដៃរបស់ខ្ញុំមកអស់គឺ Mohamed Salah គឺជាកីឡាករមួយរូបដែលប្រិយមិត្តយើងខ្ញុំបានស្គាល់ហើយខ្ញុំគិតថាមួយរូបទៀតនៅកណ្ដាលប្រហែលជាបងប្អូនមួយចំនួនគឺស្គាល់មួយចំនួនទៀតក៏មិនទាន់បានស្គាល់ដែរបាទគឺកីឡាករ Michael Olise បាទកីឡាកររូបនេះគឺជាកីឡាករវ័យក្មេងមួយរូបដែលកំពុងតែលេងឲ្យ Bayern Munich ហើយជួយឲ្យ Bayern Munich ឈ្នះពានកាលពីរដូវកាលមុនហើយសម្រាប់កីឡាកររូបនេះគឺគាត់អាចលេងទាំងបម្រើក៏ដូចជាបម្រើស្លាប់បាទជាពិសេសបម្រើប្រយុទ្ធផងដែរបាទសម្រាប់ Liverpool បាទយើងងាកមកចាប់អារម្មណ៍ Liverpool នៅពេលបច្ចុប្បន្នគឺកំពុងតែដាក់គោលដៅនៅរ៉ាដាដើម្បីចង់បានកីឡាករ Olise មកចូលរួមជាមួយគេមិនយូរជាងរដូវកាលនេះទេអញ្ចឹងមានថាការដាក់គោលដៅនេះគឺចង់បានអំឡុងពេលរដូវកាលដោះដូរកីឡាករនៅរដូវក្តៅបាទចាប់ចន្លោះពីខែ1ខែ2ទៅបាទគឺមានន័យថានឹងត្រូវធ្វើម៉េចយកឲ្យបានហើយនៅក្នុងការគ្រោងចាយបាទទៅលើកីឡាករ Michael Olise នេះចំនួន150លានអឺរ៉ូបាទស្មើនឹង130លានផោននៅក្នុងទីផ្សារដោះដូរកីឡាករបាទនៅក្នុងឆ្នាំនេះតែម្ដងវគ្គកណ្ដាលរដូវកាលនេះតែម្ដងអញ្ចឹងបើយើងក៏លេចទៅមើល Liverpool នៅពេលបច្ចុប្បន្ននេះក៏ជាក្លឹបបាល់ទាត់មួយដែលគេថាកំពុងតែឈរនៅចំណាត់ថ្នាក់លេខ2នៃតារាង English Premier League កំពុងតែបណ្ដេញពីក្រោយពីក្លឹបបាល់ទាត់មួយចំនួនដែលបងប្អូនប្រហែលជាមានការភ្ញាក់ផ្អើលបាទតាក់ទងទៅនឹងដូចជា Bournemouth ដូចជាក្លឹបផ្សេងទៀតដែលកាលពីរដូវកាលមុនគាត់អត់ខ្លាំងទេបាទគាត់អាចថានៅក្បែរបាល់តារាងហើយក្លឹបខ្លះទៀតគឺទើបតែប្រម៉ូទឡើងមកទេប៉ុន្តែគាត់ធ្វើបានល្អដែរបាទជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះ Arsenal គឺកំពុងតែឈរនៅលេខ1បាទតារាងចំណាត់ថ្នាក់ English Premier League បាទមាន16ពិន្ទុលើ Liverpool 1ពិន្ទុទេបាទ Liverpool លេខ2មាន15ពិន្ទុហើយក៏បណ្ដេញក្រោយពី Spurs ក៏ដូចពី Bournemouth Man City និង Crystal Palace បាទបើយើងក៏លេខទៅមើលកីឡាកររបស់ Liverpool វិញក្រោមការដឹកនាំរបស់លោក Arne Slot ហើយយើងឃើញថារ៉ាដានៅពេលបច្ចុប្បន្ននេះអ្នកគ្រប់គ្រងមួយចំនួនក៏កំពុងតែដាក់រ៉ាដាទៅកាន់លោក Arne Slot ដែរក្រោយពីឃើញថាសម្រាប់ការប្រកួត5ប្រកួតចុងក្រោយមានការប្រកួត plot ចាញ់ច្រើនបាទចាញ់រហូតដល់3ប្រកួតឯណោះបាទឈ្នះតែ2ប្រកួតទេបាទអំពីកីឡាកររបស់ Liverpool បាទនៅពេលបច្ចុប្បន្នដែលបងប្អូនប្រកាសជាស្គាល់ហើយរាប់យករកខ្សែកាពីព្រោះសារថាការចង់បានកីឡាករ Michael Olise នេះមកគឺដើម្បីមកបំពេញតំបន់បំរើប្រយុទ្ធស្លាប់បាទជាពិសេសបំរើប្រយុទ្ធតែម្ដងបាទអញ្ចឹងសម្រាប់កីឡាករហេតុអីបើយើងត្រូវទាញ Mohamed Salah មកព្រោះសារឥឡូវនេះ Mohamed Salah វ័យប្រកប33ឆ្នាំហើយបាទ33ឆ្នាំហើយកុងត្រារបស់គាត់គឺនឹងត្រូវចប់នៅឆ្នាំក្រោយអញ្ចឹងដូចជាក់ស្ដែងកាលពីមុនចូលរដូវកាលក៏មានក្លឹបបាល់ទាត់នៅឯតំបន់អាស៊ីរបស់យើងជាពិសេស Saudi Pro League គឺបានបើកការចង់បានកីឡាកររូបនេះទៅប្រសិនបើហ៊ានទៅគឺហ៊ានចាយលេខពោះតែម្ដងបាទប៉ុន្តែយ៉ាងណាមិញឃើញហើយប្រហែលរដូវកាលចុងក្រោយនេះ Mohamed Salah ក៏ធ្វើបានល្អមែនទែនប៉ុន្តែចាប់ផ្ដើម6-7 សប្តាហ៍នៅក្នុង English Premier League ក្នុងរដូវកាលនេះ Mohamed Salah ធ្វើអត់សូវបានល្អទេជាពិសេសជាមួយនឹងកីឡាករចំណូលថ្មីមួយចំនួនដែលយើងឃើញថាមានការចូលរួមពីកីឡាករIsaac បាទCody Gakpo ការចាក់ចេញរបស់ Diaz ទៅBayern នេះក៏បាទគឺទីទៅវាមិនដែរបាទDiaz អញ្ចឹងកីឡាករមួយចំនួនទៀតណាបងប្អូនបែរជាបាទស្គាល់ដែរដូចជាកីឡាករបាទEkitike ដែលជាកីឡាករជំនឿជាតិបារាំងដែលបារាំងទើបតែកោះហើយថ្មីនេះទៀតបាទកីឡាកររូបនេះគឺគេថាវត្តមានរបស់គាត់បើពេលដែលគាត់លេង Isaac ត្រូវផ្លាស់ប្ដូរចូលបាទពេលដែល Isaac លេងEkitike គាត់ត្រូវផ្លាស់ប្ដូរចូលមកវិញហើយក៏មានកីឡាករខ្សែបម្រើឆ្នាំដែរបាទរបស់ Liverpool បើយើងរាប់ពីកីឡាករជប៉ុនដូចជាWataru Endo ដែលជាកីឡាករពាក់សាលេខ3ខ្សែបម្រើការពារនោះក៏កំពុងតែល្អដែរបាទលេចធ្លោដែរ Florian Wirtz កីឡាករដែលនាំយកមកពីលេខរបស់អាល់ម៉ង់ថ្លៃបាទសម្រាប់កីឡាករនេះបាទកីឡាករនេះគឺជារ៉ាដារបស់អ្នកគ្រប់គ្រងដែរបាទហើយកីឡាករ Dominic Szoboszlai Alexis Mac Allister របស់អាហ្សង់ទីនបាទកីឡាករដែលកំពុងតែធ្វើបានល្អជាងគេគឺ Chiesa បាទសកម្មភាពចាប់អារម្មណ៍ហើយ Chiesa បាទកីឡាករ Federico Chiesa ដែលផ្ទេរមកពីលីកនៅឯអ៊ីតាលីក៏ជាកីឡាករជំនឿជាតិរបស់អ៊ីតាលីដែរ Chiesa នេះបាទរយៈកាលចុងក្រោយសារសុទ្ធចូលខ្ញុំឃើញគាត់ណាបាទហើយមានកីឡាករ Coutinho កីឡាករ Ryan Gravenberch កីឡាករStefan Bajcetic បាទជាដើមបាទអញ្ចឹងសម្រាប់ Liverpool បើយើងមើលទៅកីឡាករល្អច្រើនបាទកីឡាករបើយើងរាប់ពីខ្សែបម្រើរបស់គេវិញគឺខ្សែបម្រើប្រយុទ្ធច្រើនលើកខ្ញុំជំរាបជូនអញ្ចឹងប៉ុន្តែ
បើយើងមើលពីសិតបាល់ក៏ដូចជាប្លង់លេរបស់ Liverpool គេហៅថាអត់ដូចរដូវកាលមុនឬក៏រដូវកាលមុនមួយទៀតឬក៏រដូវកាល2 3រដូវកាលមុននេះព្រោះដោយសារអីដោយសារតែឥឡូវនេះពីទំនោររបស់លោក Arne Slot គាត់បានត្រៀមរួចហើយថាសម្រាប់ Liverpool ត្រូវតែមានកីឡាករខ្សែប្រយុទ្ធជំនួសពេលដែលកីឡាករ Mohamed Salah ត្រូវចាក់ចេញបាទត្រូវចាក់ចេញអញ្ចឹងគាត់ត្រូវមិនមែនថាយកមកដាក់ប៉ុកភ្លាមលេងភ្លាមទេបាទមានន័យថាមិនមែនយកមកដាក់ឲ្យលេងដូច Sesko ដូចកីឡាកររបស់ Arsenal Victor Gyökeres ទេមិនមែនដាក់មកអញ្ចឹងទេគឺមានន័យថាយ៉ាងហើយតែក៏ត្រូវប្រស៊ាំមួយឆ្នាំពីរឆ្នាំដែរអញ្ចឹងអំឡុងពេលដែលមុន Mohamed Salah ចាក់ចេញអញ្ចឹងក៏ត្រូវនាំយកកីឡាករថ្មីដូចដែលបងប្អូនបានឃើញទេ Alexander Isak មិនថោកណាបាទកីឡាករបាទដែលមានតម្លៃក្នុងប្រទេសថ្លៃបាទពី Newcastle មកហើយកីឡាករ Cody Gakpo គឺជាកីឡាករមួយរូបជំរឿនជាតិហូឡង់ដែលខ្ញុំចាប់អារម្មណ៍មើលទៅគាត់គឺជាកីឡាករដែលប៉ាកែនៅក្នុងការបញ្ចប់ទីនៅគេថាលើប្រអប់ទីបាទអាក្រៅទៅប៉ុនគ្រោះថ្នាក់ហ្នឹង Cody Gakpo ប៉ាកែតតបាទខ្ញុំទៅសើគាត់ត្រង់ហ្នឹងហើយEkitike ទេបើតែមិនទាន់បានជោគជ័យខ្លាំងជាមួយនឹងLiverpool ប៉ុន្តែជាមួយនឹងក្រុមជម្រើសជាតិគាត់ជោគជ័យបាទឥឡូវនេះចង់បានកីឡាករ Michael Olise មកដើម្បីបំពេញខ្ញុំគិតថាដើម្បីបំពេញតំបន់ប្រយុទ្ធហើយជាពិសេសអាចថាបើសិនជាគាត់មកក្នុងតម្លៃរួមប៉ុណ្ណឹងណាបាទប្រហែលជាត្រូវជំនួសកីឡាករសំខាន់រូបណាយបាទឬក៏កីឡាករសំខាន់ច្រើនទៀតបាទយើងជឿជាក់ស្ដែងកីឡាករដែលចំណូលថ្មីរបស់Liverpool ច្រើនណាបើយើងរាប់ពីតំបន់បំរើមកដល់ប្រយុទ្ធប៉ុន្តែបើតំបន់ការពារLiverpool គឺសម្បូរកីឡាករចាស់វិញបាទកីឡាករដែលស្នាក់នៅយូរណាបាទឥឡូវបើយើងមើលពីអ្នកចាំទី Alisson បាទមានកីឡាករផ្សេងទៀត3រូបទៀតជាអ្នកចាំទីដៃទី2ទី3ទី4ហើយនៅបើយើងពីខ្សែការពារវិញមហាច្រើនបាទសម្រាប់ Liverpool ហើយក៏ជាកីឡាករដែលនៅ Liverpool យូរដែរឧទាហរណ៍ទៅ Van Dijk ដូច Ibrahimo បាទ Ibrahima Konate បាទដៃគូដៃកនរបស់គាត់ហើយនៅកណ្ដាលហ្នឹងមានកីឡាករ Milos Kerke បាទConor Bradley កីឡាករចំណូលថ្មីទេបាទហើយនឹងមានកីឡាករ Andy Robertson បងប្អូនស្គាល់ Frimpong William និង Kevin Ramsey ជាដើមបាទអញ្ចឹងបើយើងទៅផ្ដោតអារម្មណ៍ក៏ដូចជាចាប់អារម្មណ៍ជាមួយនឹង Liverpool ថាហេតុអីបានជាអ្នកចាត់ការក្រុមក៏ដូចជាថ្នាក់ដឹកនាំរបស់ Liverpool ចង់បានកីឡាកររូបនេះមកព្រោះសារតែAlizé គាត់ធ្វើបានល្អបាទគាត់កំពុងតែជោគជ័យបើយើងទៅមើលពីស្ថិតិនៅក្នុងការប្រកួតនៅឯក្នុងពានរង្វាន់ Bundesliga របស់អាល្លឺម៉ង់ណាកីឡាករ Alizé គឺបើនិយាយពីដើមរដូវកាលនេះវិញគាត់បង្ហាញខ្លួនគ្រប់ការប្រកួតតែម្ដងបាទកីឡាករ Michael Alizé របស់ Bayern Munich ណាគាត់លេងបាន6ប្រកួតសុទ្ធចូលទីបាន3គ្រាប់និងអាស៊ីសអមិតរួមគ្រាប់មក2គ្រាប់ទៀតបាទអញ្ចឹងវាចាប់ផ្ដើមឃើញសញ្ញាណល្អណាប៉ុន្តែគាត់ថាកីឡាករรุ่นនេះកាចបាទបើយើងធ្លាប់តាមដានទស្សនាក៏បងប្អូនប្រិយមិត្តទាំងជនធ្លាប់ស្គាល់ធ្លាប់ដឹងប៉ុន្តែសួរថាគាត់កើតនៅអាល្លឺម៉ង់អត់បាទគាត់ធ្លាប់បង្ហាត់អាល្លឺម៉ង់អត់តែពិតអត់ទេកីឡាករនេះគឺកើតដើមកំណើតចេញមកជាយុវជននៅឯទឹកដីអង់គ្លេសសុទ្ធសាធតែម្ដងបាទជាក់ស្ដែងគាត់ធ្លាប់ជាកីឡាករយុវជនរបស់ Arsenal បាទកីឡាករយុវជនថ្នារបស់ Chelsea កីឡាករយុវជនថ្នារបស់ Man City និងកីឡាករយុវជនថ្នារបស់ Reading បាទហើយដើមកំណើតរបស់គាត់គឺកើតនៅក្នុងទីក្រុង Y នៅឯចក្រភពបាទអង់គ្លេសនៅក្នុងទីក្រុង Long តែម្ដងបាទគេកូនអ្នកទីក្រុងបាទកូនអ្នកទីក្រុងបាទហើយមកដល់ពេលបច្ចុប្បន្ននេះវ័យរបស់គាត់ទៅតែ23ឆ្នាំទេហើយក៏ធ្លាប់ជាប់កីឡាករជម្រើសជាតិបារាំងនោះតាមឈុតអ៊ុយ18អ៊ុយ21ឈុតអូឡ িম্প ិកក៏ដូចជាជម្រើសជាតិបារាំងមកដែរហើយជម្រើសជាតិបារាំងហ្នឹងលេងបានតែ10ប្រកួតទេតែស៊ុបចូលទីបាន3គ្រាប់ឲ្យជម្រើសជាតិបារាំងបាទក្រុមធំបើនិយាយពីអាជីពក្រុមបាល់ទាត់អាជីពរបស់គាត់ក្រៅពីគាត់ហាត់ឲ្យ Arsenal ហាត់ឲ្យ Chelsea Man City នៅ Reading គាត់ចាប់ផ្ដើមមកប្រម៉ូទពីយុវជនរបស់ Reading នៅឆ្នាំ2019លេងបាន2រដូវកាលបង្ហាញខ្លួនបាន67ប្រកួតស៊ុបចូលទីបាន7គ្រាប់បាទក្រោយមក Crystal ឃើញល្អក៏ Crystal យកមកបាន3រដូវកាលដែរបង្ហាញខ្លួនបាន82ប្រកួតស៊ុបចូលទីបាន14គ្រាប់ល្អបែបហ្នឹងឆ្មក់លេខឆ្មក់កើតបើយើងនាំទៅបាត់បាទរដូវកាលមុនបាទបង្ហាញខ្លួនបាន40លើកស៊ុបបញ្ចូលទីបាន15គ្រាប់អញ្ចឹងកីឡាកររូបនេះគាត់អាចលេងជាខ្សែប្រយុទ្ធស្លាបក៏បានខ្សែបម្រើប្រយុទ្ធក៏បានបាទអញ្ចឹងអ្វីដែលគាត់មកនេះអាចនឹងមកបំពេញរ៉ូលកីឡាករ
ដែលត្រៀមនឹងចាក់ចេញហើយដែលយើងមើលឃើញថាមានកីឡាករមួយចំនួនដែលជាគោលដៅក៏ដូចជារ៉ាដារបស់ក្លឹបដែរហើយការចង់បានវាជាការចង់បានដែរប៉ុន្តែគាត់ថាការចរចារវាងក្លឹបនិងក្លឹបក៏មិនទាន់កើតមានឡើងហើយការចរចារវាងក្លឹបហើយនឹងកីឡាករក៏មិនទាន់មានកើតឡើងភ្នាក់ងារផ្សេងៗក៏មិនទាន់បានទៅចរចាដែរប៉ុន្តែគាត់ថា Liverpool គេបើកលឿនខៀវថាប្រសិនបើ Bayern Munich បាទធ្វើការផ្ទេរកីឡាករ Michael Olise ដែលជាកីឡាករជំនឿជាតិបារាំងបាទមកកាន់ទឹកដី Anfield នៃក្រុមបាល់ទាត់ហង្សក្រហម Liverpool គេនឹងចាយលុយបាទខ្ទង់150 លានអឺរ៉ូស្មើនឹង130 លានផោនបាទអានេះនិយាយទៅលើតម្លៃខ្លួនផ្ទេរមកអញ្ចឹងមានថាតម្លៃខ្លួននេះគឺជាតម្លៃខ្លួនមួយដ៏ខ្ពស់ហើយនេះដែលអ្វីដែលខ្ញុំមើលឃើញណាចឹងបងប្អូនប្រិយមិត្តទស្សនិកជនគិតថាចង់ឲ្យ Michael Olise មកសាកល្បងដូចជាចូលរួមជាមួយនឹង Liverpool ឬអត់ទេព្រោះថាឥឡូវនេះខ្ញុំឃើញថា Liverpool កំពុងតែចាយលុយសម្បើមណាស់បាទចាយលុយច្រើនមែនទែនបាទសម្រាប់ទៅកាន់ការនាំយកកីឡាករមកទឹកដីនៃចក្រភពអង់គ្លេសជាពិសេសក្លឹបបាល់ទាត់បាហង្សក្រហម Liverpool មួយនេះយើងមានតែរងចាំមើលតើនៅខែ2បាទកីឡាករនេះអាចនឹងមានវត្តមាននៅអង់គ្លេសឬក៏បន្តនៅBayern Munich ដែលជាក្លឹបបាល់ទាត់ដែលកំពុងតែលេងនៅ Bundesliga